Đóគ្នាថ្ងៃនេះលោកsưដាក់ឲ្យ6ពាក្យណាបាទដាក់ឲ្យ6ពាក្យពាក់ព័ន្ធនឹងការឈ្មោះការសុំច្បាប់បាទតោះចំពោះពាក្យទី1នេះគឺយើងអានថា试驾试驾试驾បាទ试驾ហ្នឹងលោកsưអត់បានដាក់ពាក្យថាសុំច្បាប់បាទអញ្ចឹងពាក្យថាសុំច្បាប់យើងនេះពាក្យនេះបាទពាក្យថាសុំច្បាប់អ្នកនរនេះប្រកាសជាចេះហើយបាទពាក្យថាសុំច្បាប់បាទ请假សុំច្បាប់បាទ请假ប្រែថាសុំច្បាប់បាទអញ្ចឹងពេលដែលយើងសុំច្បាប់គេចាប់ផ្ដើមនៅក្នុងกระดาษច្បាប់ហ្នឹងគឺគេមានរាយឈ្មោះនៅក្នុងហ្នឹងយើងច្បាប់អីអញ្ចឹងណាបាទពាក្យថា请假ហ្នឹងគឺសុំច្បាប់អញ្ចឹងចំពោះពាក្យទី1នេះគឺយើងអានថា试驾试驾ប្រែថាច្បាប់ធុរៈបាទច្បាប់ធុរៈអញ្ចឹងក្នុងกระดาษហ្នឹងគេប្រកាសជាគ្រីកន្លែង试驾ហ្នឹងហើយគេគ្រីកន្លែងច្បាប់ធុរៈហ្នឹងពឹបបាទទី2គេអានថាពីងចាពីងចាពីងចាប្រែថាច្បាប់ឈឺបាទច្បាប់ឈឺច្បាប់ឈឺគឺគ្រីកន្លែងឈឺហ្នឹងហើយបាទទី3ថើចាថើចាបាទច្បាប់ពិសេសបាទអ្នកទាំងគ្នាលោកsưបញ្ជាក់ទីណាដោយសារចាក់គឺលោកsưដាក់ពេញអ៊ីនៅលើហើយអញ្ចឹងទាំងអស់នេះលោកsưអត់ដាក់ទេបាទបាទថើចាថើចាបាទប្រែថាច្បាប់ពិសេសបាទច្បាប់ពិសេសទី4យើងអានថាកុងសាំងចាកុងសាំងចាកុងសាំងចាប្រែថាគ្រោះថ្នាក់ច្បាប់គ្រោះថ្នាក់ការងារបាទច្បាប់គ្រោះថ្នាក់ការងារទី5ឆានចាឆានចាប្រែថាច្បាប់សម្រាលបាទច្បាប់សម្រាលបាទទី6ខងកុងខងកុងខងកុងប្រែថាអវត្តមានដែលខ្មែរយើងតែនិយាយថានេះភាសាអានេះបើនិយាយចំភាសាអង់គ្លេសអាប់សងហ្នឹងបាទអាប់សងបាទមានន័យថាខងកុងហ្នឹងគឺគាត់អវត្តមានបាទអាប់សងដោយឈប់អត់ច្បាប់មកបាទគឺទៅដោយឈប់អត់មានប្រាប់អ្នកណាម្នាក់ទេអានឹងគេហៅថាខងកុងថា今天没来上班有没有请假没有是旷工的បាទមានន័យថាគាត់ថ្ងៃនេះអត់មកធ្វើការទេហើយយើងសួរថាមានសុំច្បាប់បាទអត់ទេបាទគឺអវត្តមានហើយបាទអាប់សងបាទយើងដាក់អាប់សងទៅបាទតោះតាចា跟老师再读一遍哈请假请假ប្រែថាសុំច្បាប់第一事假事假ច្បាប់ធុរៈ第二病假病假ច្បាប់ឈឺ第三特假特假ច្បាប់ពិសេសបាទទី4工商假工商假ច្បាប់គ្រោះថ្នាក់ការងារទី5ឆានចាឆានចាច្បាប់សម្រាលទី6ខងកុងខងកុងបាទអវត្តមានឬក៏អាប់សងប្រែថាមានន័យថាគឺឈប់អត់ច្បាប់អាហ្នឹងបាទខងកុងបាទអញ្ចឹងទាំងអស់គ្នាយើងត្រូវមានដឹងថា你们请假的时候我们的老大或者中国人他肯定问你们请假是什么原因有什么事肯定问的បាទអញ្ចឹងលោកsưចង់ប្រាប់អ្នកនរគ្នាថាពេលដែលយើងសុំច្បាប់មេយើងក៏ដោយឬក៏ជនជាតិចិនក៏ដោយប្រកាសជាគាត់សួរហើយបាទតើសុំច្បាប់មានការអ្វីមូលហេតុអីបាទបាទអញ្ចឹងប្រកាសជាគាត់សួរអញ្ចឹងអ្នកបកប្រែត្រូវតែឆ្លើយបាទ试驾试驾ច្បាប់ធុរៈយើងឆ្លើយធុរៈមួយមកបានហើយបាទ回家做土地卡អញ្ចឹងមកបាទ土地证បាទឬក៏土地卡បាទទៅស្រុកធ្វើប្លង់ដី土地卡做土地卡ធ្វើប្លង់ដីបាទ做硬卡ធ្វើប្លង់រឹងបាទអាហ្នឹងគេហៅ试驾ហើយបាទទៅធ្វើប្លង់រឹងធ្វើដីអីអញ្ចឹងទៅ回家家里有事情要处理បាទទៅស្រុកបាទនៅផ្ទះមានធុរៈតិចតួចត្រូវដោះស្រាយបាទអញ្ចឹងគេដាក់试驾试驾យ៉ាងមួយទៀត他请假是什么原因អញ្ចឹងបកប្រែឆ្លើយបាទ他生病的就是请病假បាទ请病假យើងដាក់ឈីនេះមកទៀតមក请病假គាត់សុំច្បាប់ឈឺបាទច្បាប់ឈឺបាទពេញចាហ្នឹងគឺច្បាប់ឈឺបាទថើចាថើចាហ្នឹងគេបាទថើចាគឺច្បាប់ពិសេសបាទច្បាប់ពិសេសគឺនៅក្នុង劳工部吧是有的结婚哦还有产假哦比如说什么父母过世啊什么什么都是特假的老师និយាយទៅបាទក៏ជាឧទាហរណ៍ទេធ្វើចាហ្នឹងគេបែងចែកជា3ទី1ច្បាប់សម្រាលទី2ច្បាប់រៀបការបាទទី3គឺច្បាប់ឧទាហរណ៍ថាលោកsưដូចចង់ឧទាហរណ៍តែឥឡូវយើងត្រូវតែរៀនឲ្យចេះបាទគឺថាឪពុកម្ដាយចែកឋានចែកអីចឹងទៅបាទគឺគេហៅថា
thợ chạ bà cho bọc bị xe bà với ai cũng bàn ngay từ bà chụp bàn ngay yên từ bà và chán chán thì ta bị xe tiệt bà san cái rượu bấy khai à bà thợ chạ thì chán chán thì thợ chạ 哦，可以请假到3个月，ฉบับใบคายเนี่ยฉบับสัปดาห์เลยบ่าเราจะไป了结婚ก็要他特假ได้บ่าอ๋อ结婚หรือก็婚假ฉบับเรียบกาบ่ายังอันนั้นคือ他特假ฉบับพิเศษให้บ่า一个礼拜มื้อตึดอันนั้นบ่ามื้อตึดบ่าhay là mà phục mà đai ý làm tiếng đó là sư gọi thì họ tế bà anh có thợ trẻ đấy bà ok công sang chạ nó cứ bắp cô lại càng nhiều mình này tha thôi ca sốc một chul bà rồi có lũ sang chỉ một thô sơ xoay đau lọ rồi có thôi tầm nào tam lâu thôi ca nó mà tô đủ lấy mấy chân tơ bà nó gào đó công sang chạ bà có bắp cô lại càng nhiều chấn công trạng gì cũng không tiền được bà nhưng lúc chắc có ở đá cắt lùi cái bàn đá bà công sang chạ rồi cóนึกขนมจะยังถ้วยกาสกมีนปัญหากลุ่มนักการเงินchỉจะทาให้ได้มวยบ่ายังก็ยังตื่นบ่าtập chế ba phimยัง明天每看到他来就是他请工商价cứ có bắpกลุ่มนักการเงินให้บ่ายังปีนี้บ่าปีนี้công商นั่นคือบ่ากลุ่มนักการเงินปีนั้นนะcông商บ่าcông商มีนะลูกบัวไม่ว่าตัวลูกบัวนั่นลูกบัวการเงินđó thôi ca sốc bà một chul bà ô mà sân sốc mà sân nứng con mà sân nứng trong cái trọ chưa là bao nhiêu đâu bà cắt ấy phim cắt trong đây dân tới là như đó ở tập bắc po không lại ca nghĩa bà ở đây có thôi đồng nào ý lại ca nghĩa anh kia hao giờ công sang này bà biết công sang cứ cô lại ca nghĩa bà biết là cô lại ca nghĩa nó mình hả công huấn cứ bà đây có bò soi nữa bà sữa bao khá 就是给我们担保的មានថាក្រុមហ៊ុនហើយនឹងបសសគឺគាត់មានការធានារ៉ាប់រងឲ្យយើងបាទចេញថ្លៃសេវាបាទខាន់ពីងហ្វៃយ៉ុងបាទចេញថ្លៃសេវាព្យាបាលជំងឺបាទអាហ្នឹងណាបាទឆានចាក់ហ្នឹងគឺសម្រាប់បាទហ្នឹងហើយបាទខွန်កុងហ្នឹងគឺបាទខោឈិនវត្តមានបាទពាក្យថាខោឈិនវត្តមានlà sưដាក់là sưចាំបន្តទៅថ្ងៃស្អែកទៀតបាទlà sưដាក់ពាក្យអង្គចាក់ឲ្យយើងច្រើនតិចបាទខွန်កុងបាទគឺអវត្តមានបាទដែលប្រធានក្រុមគាត់តែងនិយាយថាអាប់សងបាទអញ្ចឹងមានថាអវត្តមានគឺម្នាក់ហ្នឹងគាត់ឈប់អត់ច្បាប់បាទឈប់អត់ច្បាប់អាហ្នឹងគេហៅខွန်កុងហើយបាទដាច់លុយទាំងអស់ហ្នឹងបាទខွန်កុងបាទមានថាឈប់អត់ច្បាប់អាហ្នឹងគេហៅអវត្តមានបាទ大家跟老师再读一遍哈。请假什么ฉบับ第一事假ฉบับถูกแล้ว第二病假ฉบับชื่อ第三特假ฉบับพิเศษ第四工商假ฉบับโฆษณาการเงิน第五产假ฉบับสมรรถ第六矿工ปลายท้ายអវត្តមានឬក៏អាប់សងបាទហើយអ្នកទាំងនេះពេលអានដោយលោកsưបានបញ្ជាក់ទៀតពេលអានឲ្យតម្លាក់ចូលមេរៀនឲ្យលោកsưមិនចាំបកប្រែទេបាទអានតែអក្សរចិននឹងមករហូតមកអានតែអក្សរចិនឲ្យលោកsưស្ដាប់មកបានហើយបាទមិនបាច់បកប្រែឲ្យលោកsưថាអូខេsưជាច្បាប់ធរៈពេញជាច្បាប់ឈឺធ្វើជាច្បាប់ពិសេសទៀតទេមិនបាច់ទេអានតែអក្សរចិនមកបានហើយលឿនបាទលោកsưស្រួលស្ដាប់អរគុណ